វីដេអូសង្ខេបសកម្មភាពការងាររបស់ឯកឧត្តមរដ្ឋមន្ត្រីហេងសួរនិងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាប់ពីថ្ងៃទី23ខែកុម្ភៈដល់ថ្ងៃទី1ខែមីនាឆ្នាំ2026នាព្រឹកថ្ងៃច័ន្ទទី23ខែកុម្ភៈលោកជំទាវសើងសសុចិតារដ្ឋលេខាធិការតំណាងឯកឧត្តមរដ្ឋមន្ត្រីហេងសួរព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដោយច្រៀងចម្រៀងបទនគររាជនិងច្រៀងបទពងសាវតាខ្មែរដោយផ្ទាល់រួមគ្នាថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គមហៅកាត់ថាបសសនាព្រឹកថ្ងៃច័ន្ទទី23ខែកុម្ភៈឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមប្រឹក្សាភិបាលបសសបានលើកឡើងថាប្រព័ន្ធបសសបាននឹងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង50ម៉ឺននាក់រហូតដល់ជាង3លាន5សែននាក់គិតត្រឹមឆ្នាំ2025គណៈសមាជិកបសសបានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសរុបជាង8លានដងឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាបសសបានក្លាយជាក្តីសង្ឃឹមរបស់មន្ត្រីរាជការកម្មករនិយោជិតនិងប្រជាពលរដ្ឋគ្រប់រូបតាមរយៈការពិនិត្យសុខភាពច្រើនជាងមុនដែលធ្វើឲ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្សដែលជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបិទសន្និបាតរបស់បសសនារសៀលថ្ងៃទី24ខែកុម្ភៈឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់បសសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ផ្ដល់សេវាដល់សមាជិកបសសទាំងជាង3លាន5សែននាក់និងបន្តពង្រឹងកិច្ចសហការល្អជាមួយមូលដ្ឋានសុខាភិបាលជាដៃគូបសសជាប្រចាំដើម្បីដោះស្រាយបញ្ហាប្រឈមនិងធានាសេវាកម្មរហ័សឲ្យកាន់តែមានប្រសិទ្ធភាពនិងបង្កើនការសិក្សាស្រាវជ្រាវនិងផ្លាស់ប្តូរបទពិសោធន៍ដើម្បីពង្រីកវិសាលភាពគ្រប់ដណ្ដប់ទៅក្រុមគោលដៅថ្មីៗនាព្រឹកថ្ងៃអង្គារទី24ខែកុម្ភៈឯកឧត្តមសោមជំនាញរដ្ឋលេខាធិការតំណាងឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសិក្សានិងកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនាជូនដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រនិងគ្រួសារវីរៈកងទ័ពចំនួន320នាក់ឯកឧត្តមបានបញ្ជាក់ថាការចែកអំណោយនាពេលនេះគឺជាស្មារតីនៃការចែករំលែកនិងការយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសម្រាលបន្ទុកជីវភាពដល់គ្រួសារសិស្សានុសិស្សដែលកំពុងជួបការលំបាកក៏ដូចជាកូនចៅវីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីនិងសមរភូមិមុខក្រោមអធិបតីភាពឯកឧត្តមជាកុសលរដ្ឋលេខាធិការតំណាងរបស់ឯកឧត្តមរដ្ឋមន្ត្រីហេងសួរវិទ្យាស្ថានបច្ចេកវិទ្យានិងកសិកម្មកម្ពុជាហៅកាត់ថា CITA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមគណនេយ្យករជំនាញនិងវិទ្យាស្ថានគណនេយ្យធុរកិច្ចនារសៀលថ្ងៃអង្គារទី24ខែកុម្ភៈនៅសន្តាគារ Hyatt Regency រាជធានីភ្នំពេញគោលបំណងនៃអនុស្សរណៈទាំងពីរនេះផ្ដោតលើការបណ្ដុះបណ្ដាលតាមស្តង់ដារអន្តរជាតិដើម្បីរៀបចំយុវជនឲ្យមានសមត្ថភាពខ្ពស់ស្របតាមតម្រូវការទីផ្សារការងារតំបន់និងសកលលោកហើយដែលកិច្ចសហការនេះក៏នឹងសង្កត់ធ្ងន់លើការអនុវត្តជាក់ស្ដែងការធានាគុណភាពសិក្សានិងការបង្កើតស្ពានតភ្ជាប់រវាងការសិក្សានិងឧស្សាហកម្មតាមរយៈកម្មវិធីតម្រង់ទិសនិងការបង្កើតបណ្ដាញទំនាក់ទំនងវិជ្ជាជីវៈនាព្រឹកថ្ងៃពុធទី25ខែកុម្ភៈលោកជំទាវ ហឹមសុធារតអនុរដ្ឋលេខាធិការនិងជាប្រធានគម្រោងបានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាមេកុងឡានឆាងស្ដីពីការពង្រឹងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្ពោះទៅអនាគតនៃការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកលើវិស័យ TVET តាមរយៈការតភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងដៃគូពាក់ព័ន្ធទូទាំងតំបន់នារសៀលថ្ងៃពុធទី25ខែកុម្ភៈឯកឧត្តមរដ្ឋមន្ត្រីហេងសួរនិងលោកឈួយសៀវហ៊ុយអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនជាងស៊ូហ៊ុយប័រ Robotic Technology បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញការផ្ទេរបច្ចេកវិទ្យានិងកិច្ចសហការលើសិក្សាស្រាវជ្រាវស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ
និងការផ្តល់អធិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាអនុសរណៈនៃការយោគយល់គ្នានេះមានរយៈពេល5ឆ្នាំ2026-2030និងគ្របដណ្ដប់សកម្មភាពសំខាន់ៗដូចជាការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នាការបណ្ដុះបណ្ដាលគ្រូបង្គោលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការជំរុញកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រ2និងការទទួលស្គាល់គុណវុឌ្ឍិរវាងភាគីទាំងពីរការចុះកម្មសិក្សានិងការងារការស្រាវជ្រាវនិងការប្រកួតប្រជែងការផ្លាស់ប្ដូរការសិក្សានិងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើមឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានទទួលជួបពិភាក្សាការងារជាមួយលោកនៀនសានសាំងប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB នារសៀលថ្ងៃទី25ខែកុម្ភៈដើម្បីពិនិត្យមើលវឌ្ឍនភាពនិងឱកាសសំខាន់ៗក្នុងការពង្រឹងនិងពង្រីកកិច្ចសហការក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងការអភិវឌ្ឍជំនាញនៅកម្ពុជាឯកឧត្តមបានគូបញ្ជាក់ថាតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើនឲ្យទទួលបានជំនាញលើកកម្ពស់សមត្ថភាពល្អជាងមុននិងទទួលបានការងារល្អប្រសើរបន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលបង្កើនចំណូលនិងចូលរួមកាត់បន្ថយភាពក្រីក្រក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី26ខែកុម្ភៈនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានលើកឡើងថាចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ10លាន7សែននាក់ក្នុងឆ្នាំ2025ឬកើនឡើងប្រមាណ80ម៉ឺននាក់ធៀបឆ្នាំ2024ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ2លាន8សែននាក់វិស័យឧស្សាហកម្មប្រមាណ3លាននាក់និងសេវាកម្មប្រមាណ4លាន9សែននាក់ការសម្រេចបាននូវលទ្ធផលការងារដែលទទួលបានការសាទរពីវិស័យឯកជនកម្មករនិយោជិតប្រជាពលរដ្ឋនិងដៃគូនានារបស់ក្រសួងគឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំបំពេញការងារផ្ដល់នូវសេវាការងារជូនប្រជាពលរដ្ឋវិស័យឯកជននិងបងប្អូនកម្មករនិយោជិតលើកកម្ពស់លក្ខខណ្ឌការងារនិងសុខដុមនីយកម្មវិជ្ជាជីវៈអនុលោមតាមច្បាប់ស្តីពីការងារដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនិងអន្តរាគមន៍ដោះស្រាយកុតកម្មបាតកម្មក្នុងវិស័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់នាព្រឹកថ្ងៃសុក្រទី27ខែកុម្ភៈលោកជំទាវសុវណ្ណវណ្ណរដ្ឋរដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានទទួលជួបពិភាក្សាការងារជាមួយលោកសូយ៉ាយ៉ូស៊ីដាអគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែប្រសើរកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលកន្លងមកគឺសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់សិទ្ធិការងារនិងសេរីភាពអង្គការវិជ្ជាជីវៈឲ្យស្របតាមបទដ្ឋានអន្តរជាតិខាងការងារនិងបរិបទសង្គមកម្ពុជាថ្លែងក្នុងពិធីបិទសន្និបាតក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនារសៀលថ្ងៃទី27ខែកុម្ភៈឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានបញ្ជាក់ថាដើម្បីពង្រឹងប្រសិទ្ធភាពការងារឆ្នាំ2026ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋកម្មករនិយោជិតនិងនិយោជកឲ្យកាន់តែល្អប្រសើរបង្កើនល្បឿនអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រសួងបានកំណត់ទិសដៅ19ចំណុចព្រមទាំងផ្ដល់អនុសាសន៍ដ៏មានតម្លៃដល់មន្ត្រីក្រមអាវ៉ាត់ទាំងអស់ត្រូវបន្តអនុវត្តអនុសាសន៍ទាំង10ចំណុចរបស់សម្ដេចមហាបវរធិបតីឯកឧត្តមរដ្ឋមន្ត្រីសម្ដែងក្តីសង្ឃឹមយ៉ាងមុតមមថាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងនិងអ្នកពាក់ព័ន្ធទាំងអស់នឹងបន្តរួមសាមគ្គីជាធ្លុងមួយនិងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពទ្វេដងដើម្បីអនុវត្តសម្ដេចឲ្យបានជោគជ័យនៅទិសដៅភារកិច្ចសំខាន់ៗក្នុងឆ្នាំ2026នេះដើម្បីចូលរួមចំណែកដល់ការអនុវត្តនៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាពនិងវិបុលភាពថ្ងៃចុងសប្តាហ៍ជាថ្ងៃចុះទៅមូលដ្ឋានដើម្បីនាំយកឱកាសការងារផ្ដល់ជូនប្រជាពលរដ្ឋជាក់ស្ដែងចាប់ពីថ្ងៃសៅរ៍ទី28ខែកុម្ភៈដល់ថ្ងៃអាទិត្យទី1ខែមីនាថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តចុះរៀបចំវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីហេងសួរ
បានដឹកនាំវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនៅស្រុកក្រគរខេត្តពោធិ៍សាត់ចំណែកឯអាដាមងុយរិទ្ធរដ្ឋលេខាធិការបានដឹកនាំវេទិកាការងារនៅស្រុកកណ្ដៀងខេត្តពោធិ៍សាត់និងឯអាដាមយឹមស៊ីណនរដ្ឋលេខាធិការក៏បានបន្តដឹកនាំវេទិកាការងារនៅស្រុកគំរៀងនិងស្រុកភ្នំព្រឹកខេត្តបាត់ដំបងផងដែរតាមរយៈវេទិកានេះឱកាសការងាររាប់ម៉ឺនកន្លែងត្រូវបាននាំយកទៅផ្ដល់ជូនអតីតពលករនិងយុវជនរកការងារម្យ៉ាងទៀតវេទិកានេះក៏បានជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមនិងផ្សព្វផ្សាយពីកម្មវិធីបណ្ដុំបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ1.5 លាននាក់និងព័ត៌មានផ្សេងៗទៀតសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចសាកសួរពីឱកាសការងារនិងអត្ថប្រយោជន៍ផ្សេងៗតាមរយៈលេខទូរស័ព្ទ hotline 1297និងលេខ1286